បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះខ្ញុំតាជាបៃអ្នកចំការសូមមកបង្ហាញនៅថ្នាំឬដងបាតពុកម៉ែបងប្អូនណាបាទឬដងបាតដែលបងប្អូនក៏សំណុំពោចង់បានយូរហើយថ្នាំឬដងបាតណាតាមពិតខ្ញុំមិនគួរនឹងចែកទេព្រោះដោយសារថ្នាំហ្នឹងគឺជាមុខរបររបស់ខ្ញុំដែរណាបាទប៉ុន្តែទៅតាមសំណុំពោបងប្អូនក៏សុំវល់ខ្ញុំក៏ថាគាត់អត់មានលុយទិញទេគាត់ខ្វះខាតថវិកាចឹងគាត់សុំខ្ញុំធ្វើម៉េចឲ្យជួយបង្ហាញគាត់ទៅបានទេថ្នាំរដូងបាតព្រោះគាត់កើតជំងឺរដូងបាតហើយច្រើនមែនទែនគាត់សំណុំពោណាបាទឲ្យខ្ញុំបង្ហាញមកឥឡូវខ្ញុំក៏មើលទៅចិត្តមិនដាច់ទេបងប្អូនណាសម្រាប់ថាចែកជូនពុកម៉ែបងប្អូនទៅណាបាទថ្នាំរដូងបាតមានតែ3មុខទេអត់ច្រើនទេបងប្អូនណាបាទចឹងសូមពុកម៉ែបងប្អូនសៀប្រាប់គ្នាតទៅណាបាទដោយសារបងប្អូនក៏សុំខ្ញុំឲ្យថ្នាំនេះគឺជាថ្នាំចាត់ទុកថាជាថ្នាំបេះដូងនៃមុខរបរខ្ញុំហើយបាទអញ្ចឹងថ្ងៃនេះខ្ញុំចែកជូនបងប្អូនដោយអត់ស្ដាយទេចឹងបងប្អូនយកទៅប្រើប្រាស់ទៅណាបាទខ្ញុំសុំបដូរមកវិញតែសេចក្តីសុខដីចម្រើនរស់ស៊ីមានបាននឹងអាយុវែងកុំឲ្យមានរោគតែប៉ុណ្្នឹងទៅបានហើយចឹងនេះថ្នាំរដូងបាតដែលខ្ញុំប្រើបកាយស័ក្តិសិទ្ធដែលខ្ញុំលក់ណាបងប្អូនថ្ងៃនេះឲ្យបងប្អូនហើយចឹងបងប្អូនshareចែកគ្នាយកទុកអ្នកមួយទៅណាបាទ share ទុកអ្នកមួយទៅបាទចឹងបងប្អូនមកមាន3មុខមកស្គាល់បាទទី1គឺដើមល្ងៀងបាទយើងយកដើមល្ងៀងនេះល្ងៀងប៉ុន្តែបើបានល្ងៀងសរតែល្អយើងបេះត្រួយមកស្ងោក្បាលត្រីប្រឡាក់ត្រីអីណាបាទស្ងោត្រីស្លមជូរត្រីអីនេះល្ងៀងណាបាទបានល្ងៀងសរតែល្អយកដើមមានមកច្រាំហាលយកដើមទេណាបាទមិនយកស្លឹកចឹងទេប៉ុន្តែបើគ្មានល្ងៀងសទេល្ងៀងក្រហមចឹងក៏យើងយកមកច្រាំប្រើបានចំនួនល្ងៀងសដូចគ្នាតែបើករណីវាអត់ទេណាបើមានល្ងៀងសយើងប្រើល្ងៀងសនឹងចាំចឹងទៅបងប្អូនណាបាទរីឯទី2នេះគឺស្ដុកស្ដោបងប្អូនណាបាទគឺស្ដុកស្ដោនេះវាស្លឹកវាចង់ស្តៀងស្លឹកតង្កែនស្តៀងស្លឹកមៀនអីចឹងទេបាទហើយផ្លែវាក៏ស្តៀងគ្នានឹងម្បូរប៉ុន្តែស្ដុកស្ដោផ្លែវាទុំល្មាស់ហ្នឹងប៉ុណ្្នឹងទេហ្នឹងហើយទី2ស្ដុកស្ដោហ្នឹងហើយស្ទុះយកសម្បកមកបើអត់មានដើមសម្បកមានពងដើមតូចវាទឹមដោះថ្មីកាប់ពងវាហ្នឹងមកក៏បានដែរច្រាំហាលដូចគ្នាបាទរីឯទី3នេះគឺដើមអង្ក្រងណាអង្ក្រងដូចមើលទៅនេះដើមកុំមើលស្លឹកវាទៅមានបន្លាណាហ្នឹងបាទដុះតាមត្បូងអ៊ុបទ្រុបដើមអង្ក្រងណាបាទនេះមេវិស៊ីញ៉ៃច្រើនណាចឹងមានតែ3មុខហ្នឹងទេពុកម៉ែបងប្អូនណាបាទដើមអង្ក្រងដើមដល់ចឹងបើភ្លេចឈ្មោះវាឥឡូវបើភ្លេចឈ្មោះហ្នឹងមកហៅនេះសិនល្ងៀងបាទចឹងល្ងៀងក្រងហើយនឹងស្ដុកស្ដោហ្នឹងហើយហ្នឹងដល់ចឹងមិននឹកឃើញយើងចាប់វាមួយមុខមកក្តាប់មកបាទដាំទឹកហូបឬដងបាតប្រភេទអីវិជាដែរពុកម៉ែបងប្អូនណាបាទផឹកបើនិយាយចំផឹកថាច្រើនបំផុត7ឆ្នាំងបើអ្នកឬដងបើថាឈាមគាត់សំនឹងឆ្នាំនេះល្អតែ3ឆ្នាំហ្នឹងជាតែម្ដងមិនបាច់ដល់7ទេណាបាទឬដងបាតប្រភេទអីក៏ដោយត្រូវទាំងអស់ចឹងពុកម៉ែបងប្អូន share ទៅណាបាទហើយមួយទៀតសូមពុកម៉ែបងប្អូនសូមជួយ follow លើ page ខ្ញុំម្នាក់មួយផងពុកម៉ែបងប្អូនណាបាទដែលខ្ញុំខំប្រឹងចែករំលែកថ្នាំល្អជាពិសេសគឺថ្នាំរដូងបាតនេះតែម្ដងខ្ញុំសម្រេចចិត្តចែកជូនពុកម៉ែបងប្អូនហើយដោយខ្ញុំសម្រេចចិត្តថាដូចលក់បេះដូងមុខរបរខ្ញុំចឹងបាទចឹងពុកម៉ែបងប្អូនយកទៅណាបាទគឺមានតែ3មុខទេក្រងបាទស្ដុកស្ដោហើយនឹងល្ងៀងសបាទនិយាយតែល្ងៀងសទៅប៉ុន្តែករណីបើរួមបានប្រើល្ងៀងក្រហមដូចគ្នាទៅណាបាទតែ3មុខនោះទេជាបាទរដូងបាតគ្រប់ប្រភេទបាទជាបាទរដូងបាតគ្រប់ប្រភេទបាទចឹងសេចែកគ្នាបាទអរគុណច្រើនពុកម៉ែបងប្អូនមានតែប៉ុណ្្នឹងទេបាទអរគុណណាបាទអរគុណច្រើន